តោះឥឡូវលោកគ្រូសុំជួបដុល្លារស្រីពេជ្រដែលជាក្មេងស្រីស៊ីឈ្នួលធ្វើត្រីគេលមុនដែលគេឲ្យមួយឡាំង 50000 មួយឡាំង 500 អូខេជួយធ្វើត្រីគេហ្នឹងណាជួយធ្វើត្រីគេហ្នឹងគេឲ្យមួយឡាំង 500 ណាឥឡូវមកជួបគ្រូព្រោះលោកគ្រូបានថតវីដេអូទេដោយសារអីដោយសារតែប្រហែលថ្ងៃមុនវាបញ្ហាសង្គ្រាមណាមកជួបគ្រូបន្តិចមកឥឡូវឈប់ធ្វើត្រីគេនៅឈប់ហើយលុយលោកគ្រូឲ្យបានប្រហែលដងហើយ3ដងអូខេ3ដងឥឡូវនេះលោកគ្រូឲ្យម្ដងទៀត4ដងហើយណាកូនណាហើយគួរដឹងនិយាយថាម៉េចទេវាអួលវាណែនថងនេះតែនិយាយទៅវាចង់តែទឹកភ្នែកអញ្ចឹងលោកគ្រូជូនកូន400,000រៀលអស់ហើយសល់20000សល់400,000រៀលហើយ400,000រៀលនេះកូនយកទៅឲ្យម៉ាក់ចាហើយសម្រាប់ក្តីសម័យពុកមុននឹងស្លាប់ថាចង់ឲ្យកូនធ្វើពេទ្យអញ្ចឹងកូនសម្រាប់ក្តីសម័យគាត់ឲ្យបានហើយលុយនឹងយកដោះស្រាយជីវភាពកូនទៅយកមករៀនឬក៏ធ្វើអីធ្វើចុះណាតែពេញណាហើយមួយទៀតមានតែចំណេះដឹងទេដែលធ្វើឲ្យកូនមានអនាគតល្អអញ្ចឹងមុននឹងពុកនៅរស់ចង់ឲ្យកូនធ្វើពេទ្យអញ្ចឹងកូនធ្វើពេទ្យឲ្យបានហើយនៅពេលដែលកូនមានជំនាញហើយមានការងារធ្វើជាគ្រូពេទ្យហើយលោកគ្រូសនំពោកូនមួយគឺចង់ឲ្យកូនយកចំណេះវិជ្ជាដែលកូនរៀនហ្នឹងយកទៅបម្រើប្រជាជនគ្នាដែលអត់អ្នកខ្លះគ្នាអត់មានលុយទៅពេទ្យទេអញ្ចឹងកូនចង់ធ្វើពេទ្យអញ្ចឹងវាជាធនធានមួយដ៏ល្អសម្រាប់សង្គមជាតិយើងអញ្ចឹងយកចំណេះដឹងហ្នឹងមើលថែគាត់ឲ្យបានល្អហើយចេះចែករំលែកនឹងក្តីស្រឡាញ់ដូចគ្រូអញ្ចឹងគ្នាអ្នកណាដែលអត់អីអនាគតកូនខ្លាចជាគ្រូពេទ្យពេលគេមកមើលជំងឺអីកូនជួយពួកគាត់ផងកុំយកលុយអីណានេះលោកគ្រូជូនកូន400,000មានតែចំណេះវិជ្ជាទេដែលឲ្យកូនចាក់ចេញពីភាពក្រីក្រនិងការមើលងាយពីមនុស្សជុំវិញធ្វើបានទេបានហើយគ្រូនឹងបន្តចែករំលែកនៃក្តីស្រឡាញ់ទាំងអស់គ្នាគ្រប់គ្នាទាំងអស់ហើយគ្រូអត់មានចង់បានអីហើយសូមផ្ញើក្តីនឹករលឹកនិងក្តីស្រឡាញ់ទៅដល់កុមារទូទៅទាំងអស់ក្មេងទូទាំងពិភពលោកទាំងអស់បើមានឱកាសរៀនហើយខំប្រឹងរៀនកុំធ្វើបាបឪពុកម្ដាយអ្នកខ្លះគ្នាចង់រៀនណាស់ប៉ុន្តែអត់មានលទ្ធភាពក្នុងការបន្តការសិក្សាណាកូនកុំឲ្យគ្រូខកចិត្តបានទេពេកណាគ្រូជូនកូន40,000 1 2 3 4 5 6 7 8 9 10,000 1 2 3 4 5 6 7 8 9 10,000ទៀត10,000 20,000 30,000 40,000ឈប់ស៊ីឈ្នួលធ្វើត្រីទៅណាកូនខំតែរៀនទៅខ្វះខាតអីប្រាប់គ្រូមកសភៅក៏គ្រូឲ្យដែរមែនទេហើយឥឡូវគ្រូថាសល់20000ឥឡូវគ្រូផ្ដាច់20000នឹងទៀតចុះអត់មានលុយទេអស់ហើយក្នុងកាបូបទិញកាបូបកូនឡាយហើយណា40,000នេះយកឲ្យម៉ាក់20000នេះទិញកាបូបជាក្មេងស្រីដែលមិនចេះអក្សរឥឡូវគាត់ចេះបានច្រើនលោកគ្រូចាំនៅពេលដែលកូនយំចាំបានទេគ្រូអើយកុំធ្វើបាបខ្ញុំអីខ្ញុំសុំអង្វរកុំធ្វើបាបខ្ញុំអីចាំខ្ញុំខំរៀនម៉ាក់ខ្ញុំដឹងម៉ាក់ខ្ញុំវាយខ្ញុំចាំបានអត់ចាំបានទេទាំងអស់គ្នាយំតស្រិតតស្រាក់គ្រូអើយកុំធ្វើបាបខ្ញុំចាំខ្ញុំខំរៀនកុំឲ្យម៉ាក់ខ្ញុំដឹងម៉ាក់ខ្ញុំវាយខ្ញុំណា20000នេះទិញកាបូបហើយនៅពេលដែលកូនមានចំណេះហើយកូននឹងជួយសង្គមជាតិឲ្យបានច្រើនចេះចែករំលែកអ្នកដែលអត់ជាងយើងណាកូនស្រាប់មកនេះមានក្តីអាណិតក្តីមេត្តាក្តីស្រឡាញ់គ្រូជូនលុយកូន40,000ទៀតហើយ
3 đòn ហើយ 4 đòn ទាំងលើកនេះហើយណាដែលគ្រូផ្ដល់លុយឲ្យកូនណាធ្វើសាក់សៃទាំងអស់គ្នាហើយថ្ងៃស្អែកកូនមកទាំងអស់គ្នាគ្រូនឹងទិញភ្លៅមន់ចៅកូនម្នាក់មកភ្លៅពួកកូនប្រាប់គ្រូថាខ្ញុំចង់ញ៉ាំភ្លៅមន់ខ្ញុំមិនដែលបានស្គាល់រសជាតិភ្លៅមន់ថាឆ្ងាញ់កម្រិតណាទេចឹងស្អែកមកទាំងអស់គ្នាកុំឲ្យខានស្ដាប់បានទេស្អែកយើងរៀនអត់ថ្ងៃទី31រៀនអូខេចឹងមកតែកន្លែងចុះហើយមានអីអរគុណអំពូមីងអត់គាត់ផ្ដាំសួរសុខទុក្ខខ្លួនឯងច្រើនណាស់ណាថាស្រីពេជ្រមិនហើយឈប់ធ្វើត្រីគេហើយនឹងនៅឥឡូវស្រីពេជ្រឈប់ធ្វើត្រីហើយណាអរគុណអំពូមីងមើលមានអីអរគុណណាអរគុណអំពូមីងហើយខំរៀនណាស្អាតណាស់កៅភ្នែកមុតល្អឥឡូវចេះអក្សរបានច្រើនហើយសម្រាប់ក្តីសម័យតាពុកផងណា40,000 42,000 20,000ទិញកាបូប40,000ទុកឲ្យម៉ាក់ហើយម៉ាក់មានលុយអត់ម៉ាក់សល់តែ10000ម៉ាក់សល់តែ10000ទេ10000លុយខ្មែរទៅយកអត់ទៅខំរៀនណាកូនណាសុខសប្បាយអូយស្បែកជើងដាច់ទៀតអត់ដាច់ទេណាចុះនេះអីគេប្រឡាក់ហ៎តាំងទៅចុះកូនវីដេអូមួយហ្នឹងសូមផ្ញើទៅដល់ពុកម៉ែបងប្អូនអ៊ំពូមីងជំរឿនជាតិខ្មែរទាំងអស់ហើយផ្ញើទៅដល់គ្រប់ម៉ាទូទាំងពិភពលោកទាំងអស់គ្នាបើមានឱកាសក្នុងការរៀនហើយខំប្រឹងរៀនទាំងអស់គ្នាកុំធ្វើបាបឪពុកម្ដាយហើយមានតែចំណេះវិជ្ជាទេដែលធ្វើឲ្យកូនមានអនាគតល្អហើយគ្រូអត់ចោលពួកកូនទេអត់ចោលពួកកូនទាំងអស់គ្នាទេនៅពេលដែលកូនប្រមាថគឺមានមុខលោកគ្រូជួយកូនជានិច្ចផ្ទះដៃឲ្យស្រីពេជ្រមួយផ្ទះដៃមួយ2 3អាណិតណាទុកលុយឲ្យស្រួលប្រយ័ត្នគេយកបាត់